បងស្រីខ្ញុំទៅមន្ទីរពិសោធន៍តើត្រូវស្លៀកពាក់បែបនេះមែនទេថែងគីបងកំពុងតែជួយឯងតើបើមានសម្រស់បែបនេះហើយមិនស្លៀកពាក់បែបនេះទេពិតជាគួរឲ្យស្ដាយណាស់រៀងស្អាតបែបនេះត្រូវចេះប្រើប្រាស់វាឲ្យមានប្រយោជន៍ប៉ុន្តែខោអាវនេះវាហាក់ដូចជាជាមួយនឹងកម្រិតវប្បធម៌របស់ឯងបើចង់មានឈ្មោះក្នុងទីផ្សារស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់ដើម្បីលើកមុខមាត់ខ្លួនឯងទាំងចំណេះដឹងគុណវុឌ្ឍនិងប្រវត្តិតើឯងមានអីដែលសមស្របខ្លះបើមិនដើរផ្លូវកាត់ទេតើវាអាចទៅរួចយ៉ាងម៉េចផ្លូវកាត់ការពិសោធន៍របស់សាស្ត្រាចារ្យយើងជិតដល់ទីបញ្ចប់ហើយជោគជ័យឬអត់គឺអាស្រ័យលើលើកនេះឯងគឺជាជំនួយការផ្ទាល់ខ្លួនរបស់សាស្ត្រាចារ្យយើងការហូបចុកស្លៀកពាក់និងការធ្វើដំណើររបស់គាត់គឺឯងជាអ្នកទទួលខុសត្រូវឯងប្រហែលជាមិនមែនមិនយល់ពីរឿងនេះទេមែនទេឱកាសមានសម្រាប់តែអ្នកដែលចេះលះបង់ប៉ុណ្ណោះនេះគឺជាជំនួយការថ្មីរបស់សាស្ត្រាចារ្យយើងឬថាជានិស្សិតទើបតែបញ្ចប់ការសិក្សាទៀតផងមើលទៅដូចជាអ្នកមិនទាន់ស្គាល់ពិភពខាងក្រៅសោះស្លៀកពាក់បែបនេះតាមមកធ្វើការពិសោធន៍មែនទេអញដឹងអីជំនួយការផ្ទាល់ខ្លួនក្រៅពីការងារក៏ត្រូវមើលថែជីវភាពប្រចាំថ្ងៃរបស់សាស្ត្រាចារ្យយើងដែរបើសាស្ត្រាចារ្យយើងទៅបំពេញការងារឬប្រជុំគាត់ត្រូវតែទៅតាមស្លៀកពាក់ឲ្យស្អាតបាតមើលទៅត្រជាក់ភ្នែកប្រហែលជាធ្វើឲ្យសាស្ត្រាចារ្យមានអារម្មណ៍ល្អក៏ថាបានអូប៉ុន្តែខ្ញុំមើលថាសាស្ត្រាចារ្យយើងនិងភរិយាមិនសូវត្រូវគ្នាប៉ុន្មានទេមិនចម្លែកទេដែលលើកនេះគាត់រកបានជំនួយការក្មេងស្អាតហើយចេះរៀបចំខ្លួនបែបនេះច្បាស់ជាជីវិតប្តីប្រពន្ធមិនចុះសម្រុងគ្នាហើយអញគិតមើលសាស្ត្រាចារ្យយើងប្រហែលជាអបសុខខ្លាំងហើយអញដឹងអីក្រុមហ៊ុនយើងរកបានក៏ដោយសារលទ្ធផលស្រាវជ្រាវរបស់សាស្ត្រាចារ្យយើងដែរសាស្ត្រាចារ្យយើងអរុនសុស្ដីបាទអរុនសុស្ដីបាទជំរាបសួរសាស្ត្រាចារ្យឲ្យខ្ញុំជួយលោកសាស្ត្រាចារ្យយើងខ្ញុំសុំទោសផងបាទខ្ញុំមិនបានចិត្តណាទេអូមិនអីទេមន្ទីរពិសោធន៍របស់ខ្ញុំនេះវាមានភាពរញ៉េរញ៉ៃពេកហើយហេតុនេះហើយទើបត្រូវការជំនួយការម្នាក់